បាទជាដំបូងខ្ញុំសូមគោរពជំរាបសួរប្រជាជនខ្មែរទាំងអស់គ្នាដែលកំពុងតែមើលវីដេអូមួយនេះដោយសារតែខ្ញុំទើបតែលើដំណឹងថ្មីដែរដោយសារវីរៈកងទ័ពរបស់យើងដែលទៅជាមិត្តភក្តិរបស់ខ្ញុំដែលកាត់ឈរជើងនៅខាងថ្មដានៅខាងពោធិ៍សាត់គឺមួយរយៈមុនហ្នឹងគឺខាងចៅសៀមវាបានទម្លាក់ក្របបែកដោយយន្តហោះ S16 នៅខាងខេត្តពោធិ៍សាត់ដែលធ្វើឲ្យខូចខាតស្ពានយើងមែនទែនហើយកំឡុងពេលហ្នឹងឯងគឺមិត្តភក្តិរបស់ខ្ញុំដែលជាកងវីរៈកងទ័ពរបស់យើងនឹងកាត់ឈរជើងនៅនឹងទៅពេលដែលពួកសៀមវាទម្លាក់ក្របបែកទៅគឺធ្វើឲ្យកាត់របួសរៀងធ្ងន់ដែរអ្នកទាំងអស់គ្នាដោយដែលខ្ញុំដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងឥឡូវអត់ទាន់បានធូរស្រាលបានទេអ្នកទាំងអស់គ្នាអញ្ចឹងកាត់នៅតែរៀងរបួសធ្ងន់កាត់អត់អាចទាន់និយាយបានអីទេហើយខ្ញុំនិយាយរៀងគួរដើមកដែរអ្នកទាំងអស់គ្នាដោយសារតែក្លឹបតែជាមិត្តភក្តិដើរលេងជាមួយគ្នារៀនជាមួយគ្នាតែកាត់ពិតជាក្លាហានមែនទែនអ្នកទាំងអស់គ្នាដែលកាត់ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រជាជនរបស់យើងពីចោរឈ្លានពានសៀមដែលមកឈ្លានពានទឹកដីរបស់យើងហើយចំពោះវីដេអូមួយនេះខ្ញុំគ្រាន់តែចង់សំណូមពរសូមពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែគ្រួសាររបស់គាត់ក៏រៀងពិបាកដែរអ្នកទាំងអស់គ្នាគាត់មិនមែនជាអ្នកធូរធារអីប្រហែលទេអញ្ចឹងទៅខ្ញុំគ្រាន់តែចង់សំណូមពរពុកម៉ែបងប្អូនទាំងអស់គ្នាយើងអាចជួយលក្ខណៈថាយើងជួយកាត់ម្នាក់បន្តិចក៏បានដែរហើយខ្ញុំនឹងដាក់QR code ភរិយារបស់គាត់នៅខាងលើអេក្រង់របស់ខ្ញុំដោយសារតែគាត់មានភរិយាហើយនឹងមានកូនតូចម្នាក់នៅផ្ទះខ្ញុំមិនមានអីទេខ្ញុំមានតែអរគុណអ្នកទាំងអស់គ្នាដែលជួយហើយក៏សូមជូនពរឲ្យវីរៈកងទ័ពដែលជាមិត្តភក្តិរបស់ខ្ញុំនឹងក៏ដូចជាវីរៈកងទ័ពផ្សេងទៀតដែលកំពុងតែឈរជើងនៅតាមព្រំដែនគាត់មានសុវត្ថិភាពក៏ដូចជាយកឈ្នះពួកអាចារ្យសៀមឲ្យវាលត់លាយអស់អីចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអានេះបើនិយាយពីអារម្មណ៍របស់ខ្ញុំមានមោទនភាពមែនទែនអ្នកទាំងអស់គ្នាដែលខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំដែលគាត់ជាវីរៈកងទ័ពគាត់ហ៊ានលះបង់ដល់ថ្នាក់ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោទនភាពលើគាត់មែនទែនអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអរគុណអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាបាយបាយ